rài viên đi một đang bông tục mồ còn nó đánh cái đôi mà còn đi lô tự bục như này បាទសូមគោរពបាទសម្ដេចទ្រង់អាយដាមលោកស្រីនិយមទៅតាមដានទស្សនាបាទអភ័យ GVNU 24 ម៉ោងក៏ដូចជាលើស24ម៉ោងបាទជួបជាមួយនឹងខ្ញុំបាទរស់មិនយូរហើយប្រសាទនេះបាទឥឡូវនេះយើងក៏លេខមកមើលបាទធាតុកោដៃឆៅបាទប្រិយមិត្តយើងគេហៅថាឈាមស្រែកស្បែកហាវបាទធាតុកោដៃឆៅបាទសម្រាប់ CO បាទនៅខេត្តកំពង់ធំបាទត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបៃលិនឯណោះប្រិយមិត្តវានេះគាត់នឹងបងទុកថ្មហើយបាទតាមចម្លើយសារភាពរបស់ជនអសង្ស័យហ្នឹងបាទកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះបានមកបាទទារប្រាក់ការតែប្រាក់ពីម្ដាយប្រិយមិត្តយើងបាទប៉ុន្តែម្ដាយគេថាមិននៅបន្ទាប់មកខ្លួនក៏បានលងលោមបាទជនរងគ្រោះហ្នឹងឲ្យចូលទៅខាងក្នុងផ្ទះរួចបានខ្ទប់ទ្វារធ្វើសកម្មភាពបាទចាប់ខ្ទប់មាត់បាទជនរងគ្រោះបាទក្រោយមកក៏បានយកសាកសពទៅកប់តែម្ដងបាទបច្ចុប្បន្នជនសង្ស័យកំពុងតែបាទសាងសំណុំរឿងបាទនីតិវិធីប្រកល់ឲ្យទៅស្នងការខេត្តកំពង់ធំបាទគេថាបរិសុទ្ធនេះគឺចាប់បាននៅខេត្តបៃលិននោះបងប្អូនប្រិយមិត្តយើងបាទរត់បានឆ្ងាយដែរហើយគេថាឈាមស្រែកស្បែកហាវប្រិយមិត្តទស្សនិកជនបាទគេអត់ផុតទេមើលមុខគេហៅថាធាតុកោដៃឆៅប្រិយមិត្តមើលអានេះបើតាមខ្ញុំវិញប្រិយមិត្តយើងហើយបាទវាដៃឆៅពេកណាយើងបាទសុខខ្មែរយើងអត់តន់ទេមានទោសប្រហារជីវិតនោះនៅទេប្រិយមិត្តយើងបើអានេះបើចិត្តខ្ញុំសារព័ត៌មានណាប្រិយមិត្តបាទគឺបាទប្រឡែងឲ្យប្រជាជនប្រហារជីវិតម្ដងនោះប្រិយមិត្តអានេះយើងនិយាយចំមិនមែនថាញុះញង់ទេបើក្តៅក្រហាយជំនួសហ្មងបាទហើយលោកគ្រូ CO សម្រាប់លោកគ្រូ CO តែម្ដងណាវាឆ្ងាញ់ត្រង់អញ្ចេះបាទមានចម្លើយសារភាពថាយកទៅប្រឡាក់អំបិលហើយកប់ទៀតប្រិយមិត្តយើងបាទនោះចាប់ប្រផាត់ប្រភិញបានហើយកោតសើរបងកងកម្លាំងបាទខាងព្រំបតនហ្នឹងគឺតសើពួកគាត់ប្រិយមិត្តយើងបាទនេះហើយទៅប្រជាពលរដ្ឋយើងចង់បានអញ្ចឹងបាទចង់បានខាងបងខាងព្រំបតនយើងគាត់ធ្វើការបានល្អបាទគឺមើលមិនបានប្រហែលថ្ងៃនេះប្រិយមិត្តយើងតាំងពីថ្ងៃទី13រហូតមកដល់ថ្ងៃទី16ប្រិយមិត្តបាទអញ្ចឹងហើយគេហៅថាឈាមស្បែកបាទឈាមស្រែកស្បែកហាវបាទយើងធ្វើអីបានហ្នឹងប្រិយមិត្តយើងបាទអញ្ចឹងយើងមើលឃើញច្បាស់ហើយបាទមើលអាលបងមុខគាត់មិនសមអញ្ចឹងប្រិយមិត្តយើងយើងមើលមុខអាជើងឆើតបាទហើយជាចុងក្រោយនេះបាទសូមគោរពជម្រាបលាសម្ដេចទ្រង់អាយដាមប្រិយមិត្តទូទស្សនិកជនយើងណាដែលតាមដាន Page GVNU 24ម៉ោងលើ24ម៉ោងជួបជាមួយនឹងខ្ញុំបាទរស់មិនយូរបាទតែតែងតែផ្សព្វផ្សាយគ្រប់ទីកន្លែងហើយបើមានពាក្យពេចន៍កន្លែងណាដែលមិនសមរម្យសូមអខន្តីអភ័យទោសផងរូបខ្ញុំបាទផងប្រិយមិត្តយើងហើយមើលទៅ